ស្ដីណាដល់គ្នាតែកុយ111នេះខ្ញុំបង្ហាញពីវិធីគៀបការ៉ុតយើងចិត្តការ៉ុតហើយការ៉ុតនេះខ្ញុំគៀបជាមួយនឹងប៉ោមក្រហមអញ្ចឹងយើងដាក់ការ៉ុតចូលនឹងដាក់ប៉ោមចូលដែរប្រើសិនគៀបនេះដាក់ក្រដបន្តទៀតតែក្រធម្មជាតិរបស់តែគុំ111រួចរាល់ហើយអ្នកទាំងអស់គ្នាអាចកំងបានបាច់ទឹកក្រូចច្របាច់ស្រស់ស្រាលរបស់តែគុំ111ឆ្ងាញ់ធម្មជាតិពិតអាចកំងបានចាហើយអ្នកទាំងអស់គ្នាជាបន្តទៅនេះនឹងខ្ញុំគៀបមើលយេនឹងជាមួយនឹងផ្លែប៉ោមអ្នកទាំងអស់គ្នាអាចដាក់កំងបាននេះគឺជាផ្លែឈើធម្មជាតិបើឈាមបើក្របឈាមបើសុខភាពល្អមើលយេនបើកម្លាំងផងដែរមិនភ្លេចដាក់ការកំងណាឡើងចាប់ផ្ដើមគៀបមើលយេននឹងប៉ោមយើងដាក់មើលយេនចូលទៅក្នុងម៉ាស៊ីនគៀបរបស់យើងតមកយើងដាក់ផ្លែប៉ោមចូលទៅក្នុងម៉ាស៊ីនគៀបរបស់យើងដូចគ្នាដាក់ឆ្លាស់គ្នាទៅវិញទៅមកអញ្ចឹងទៅតមកយើងចុចម៉ាស៊ីនគៀបតែម្ដងនេះប្រតិបត្តិការនៃការគៀបហើយចង់ទឹកនេះវានឹងចឹងទឹកគៀបធម្មជាតិស្រស់ពិតកុំភ្លេចកំងណាមើលយេនរបស់យើងរួចរាល់ជាការស្រេចរួចរាល់ហើយមើលយេនធម្មជាតិពិតជំនួយសុខភាពជំនួយក្របឈាមបាយខ្ញុំជួបវីដេអូក្រោយទៀតមើលយេនជួយឆ្ងាញ់មានសុខភាព